បាទសូមគោរពនឹងជំរាបសួរអាយដាមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាខ្ញុំបាទសូមធ្វើការបញ្យលនៅការទូទាយចែករកដួងកែវនេះដើម្បីចាប់យកនៅមុខវិជ្ជារៀនសូត្រឬក៏ចាប់យកនៅអាជីពដែលពាក់ព័ន្ធទៅនឹងផ្កាយដែលមានកម្លាំងខ្លាំងដើម្បីឲ្យជោគជ័យនៅក្នុងឆាកជីវិតដើម្បីឲ្យឆាប់មានទ្រព្យច្រើនបាទចឹងដែរដើម្បីចែករកដួងកែវសេះនោះយើងត្រូវយកពុទ្ធសករាជឬក៏គ្រឹះនៃសករាជដើម្បីដករកនៅជលសករាជឃើញជលសករាជហើយយើងចែកនឹង7នៅសល់សំណល់សេះប្រមាណទើបយើងចាត់ទុកថាជាដួងកែវសេះចឹងដែរយើងចែករកទៅឃើញថាសេះ6គឺដួងវិទ្យាការដួងអ្នកវិទ្យាការនៅក្នុងនោះដែលមានឆ្នាំជូតកើតនៅឆ្នាំ1960ឆ្នាំឆ្លូវកើតនៅឆ្នាំ2009ឆ្នាំខាលកើតនៅឆ្នាំ1974ឆ្នាំថោះកើតនៅឆ្នាំ2023ឆ្នាំរោងកើតនៅឆ្នាំ1988ឆ្នាំម្សាញ់កើតនៅឆ្នាំ1953ឆ្នាំមមីកើតនៅឆ្នាំ2000ឆ្នាំមមែកើតនៅឆ្នាំ1967ឆ្នាំវើកកើតនៅឆ្នាំ2016ឆ្នាំរកាកើតនៅឆ្នាំ1981ឆ្នាំចកើតនៅឆ្នាំ2030ឆ្នាំកុលកើតនៅឆ្នាំ1995ចឹងឆ្នាំដែលបានរៀបរាប់ខាងលើនេះគឺចាត់ទុកថាជាដួងកែវសេះ6ឬក៏ហៅថាដួងកែវអ្នកវិទ្យាការចឹងនៅក្នុងដួងកែវនេះដែរគឺយើងមានផ្កាយសក្ការៈចំនួន8ដែលក្នុងនោះមានផ្កាយដែលមានពលឺខ្លាំងមានដូចជាផ្កាយអាទិត្យស្ថិតនៅលើផ្ទះដណ្ដៅទ្រព្យផ្កាយអង្គារស្ថិតនៅលើផ្ទះអធិបតីផ្កាយពុទ្ធស្ថិតនៅលើផ្ទះរាជាផ្កាយពហុស្ថិតនៅលើផ្ទះទួងជ័យផ្កាយរាហូស្ថិតនៅលើផ្ទះរាជាអញ្ចឹងផ្កាយទាំង5ដួងនេះគឺជាផ្កាយដែលមានកម្លាំងខ្លាំងមានកម្លាំងរឹងមាំពន្លឺខ្លាំងដែលអាចជួយជំរុញឲ្យម្ចាស់ដួងចតារាសីអាចคล้ายទៅជាអ្នកមានបានคล้ายទៅជាអ្នកខ្លាំងពូកែคล้ายទៅជាអ្នកដែលជាទីគោរពដ៏ខ្ពង់ខ្ពស់លើកលែងតែយើងប្រណិប័តត្រូវតាមផ្កាយទាំង5ដួងនេះបាទនៅក្នុងនោះដែលមានផ្កាយអាទិត្យនោះដែលមានពលឺខ្លាំងស្ថិតនៅលើផ្ទះរណ្ដៅទ្រព្យយើងត្រូវរៀនមុខវិជ្ជាណាដែលពាក់ព័ន្ធជាមួយនឹងផ្កាយអាទិត្យផ្កាយអង្គារផ្កាយពុទ្ធឬផ្កាយពហុហើយមុខរបរអាជីពក៏អញ្ចឹងដែរយើងត្រូវតែចាប់យកនៅមុខរបរអាជីពដែលពាក់ព័ន្ធទៅផ្កាយទាំង5ដួងនេះហើយយើងគួរជៀសវាងនៅផ្កាយច័ន្ទអាជីពនៃផ្កាយច័ន្ទអាជីពនៃផ្កាយសៅរ៍អាជីពនៃផ្កាយសុក្រដែលជាផ្កាយมันមានពលឺអាចធ្វើឲ្យលោកអ្នកបរាជ័យអាចធ្វើឲ្យលោកអ្នកមិនបានជោគជ័យបាទមុខវិជ្ជារៀនសូត្រក៏យ៉ាងដែរมันខ្លាំងពូកែมันតម្រូវបានมันតម្រូវដល់ម្ចាស់ដួងកែវខ្លាយទៅជាអ្នកមានទេมันអាចជំរុញណាបាទតែបើយើងរៀនមុខវិជ្ជាដែលពាក់ព័ន្ធជាមួយផ្កាយមានពលឺខ្លាំងនឹងចាប់យកអាជីពដែលផ្កាយដែលមានពលឺខ្លាំងយើងអាចមានឱកាសខ្លាយជាអ្នកមានទ្រព្យស្រុកស្ដំបាទចឹងដែរលោកអ្នកអាចធ្វើការចាប់យកអាជីពទៅតាមដួងកែវរបស់លោកអ្នកហើយមាននៅក្នុងឯកសារ PDF ដែលខ្ញុំបានសរសេរមានចំនួនដល់7ទៅ8ទំព័រហើយយើងអាចយកឯកសារនេះមើលលម្អិតបន្ថែមទៀតបាទសូមអរគុណសូមគ្រប់នឹងជម្រាបលាបាទ